ពេលចេញពីផ្ទះអាល់ហ្វាតាំងចិត្តថាមកញ៉ាំបាយថ្ងៃពេលចូលដល់ក្នុងផ្សារអាល់ហ្វាតាំងចិត្តថាអត់ភ្លក់ទេនិយាយជាប់មាត់យូរទៅជាភ្លក់នៅទីនេះមានរបស់ភ្លក់ច្រើនណាស់អាល់ហ្វាដល់ភ្លក់លេងសោះអស់កន្លះម៉ោងបាត់មានតែគេដូចអាហ្វាអត់នេះមកផ្សារម្ដងអត់មានសម្ដៅទៅទិញអីវ៉ាន់អីទេសម្ដៅរោទៅរបស់ភ្លក់ហ្មងណាភ្លក់អញ្ចឹងបានដឹងថាឆ្ងាញ់ឬអត់ណាម៉ាមីហើយបើអាហ្វាភ្លក់ទៅដឹងថាឆ្ងាញ់អាហ្វាទិញអត់អាហ្វាអត់ទិញទេព្រោះអាហ្វាញ៉ាំឆ្អែតហើយឆាប់បាត់ហើយចឹងថ្ងៃក្រោយអ្នកលក់គាត់តែឃើញមុខហ្នឹងគេរើកំប៉ុងលេងឲ្យភ្លក់ឲ្យមើលទៅអ្នកលក់ថាអាហ្វា cute ណាស់ឲ្យអាហ្វាភ្លក់រហូតហ្នឹង